ពាក្យថាខ្មោចឆ្មាក្រឡងគឺជាជំនឿអរូបីមួយដែលត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរតាំងពីបុរាណកាលមកជំនឿនេះផ្សារភ្ជាប់ទៅនឹងការភ័យខ្លាចចំពោះសកម្មភាពរបស់សត្វឆ្មាជាពិសេសគឺឆ្មាខ្មៅឬឆ្មាដែលមានភ្នែកចម្លែកនៅពេលដែលមានមនុស្សស្លាប់នៅក្នុងផ្ទះតាមជំនឿបុរាណបើកាលណាមានមនុស្សស្លាប់ហើយគេតម្កល់សពទុកក្នុងផ្ទះដើម្បីធ្វើបុណ្យប្រសិនបើមានឆ្មាខ្មៅលោតរំលងឈូសឬរំលងសពនោះគេជឿថាខ្មោចនោះនឹងក្រោកឈរឬលងបន្លាចភ្លាមក្នុងករណីខ្លះគេជឿថាវិញ្ញាណខ្មោចនោះនឹងចូលរូបឆ្មាឬឆ្មាដាស់វិញ្ញាណឲ្យខឹងសម្បារដែលបង្កជាភាពរន្ធត់ដល់អ្នកនៅជុំវិញគេជឿថាពេលឆ្មាលោតរំលងសពនឹងក្លាយជាខ្មោចឆៅក្រោកមកដេញចាប់មនុស្សឬធ្វើសកម្មភាពគួរឲ្យរន្ធត់ដោយគ្មានវិញ្ញាណជាម្ចាស់ការខ្លួនឯងអ្នកខ្លះជឿថាបើឆ្មាក្រឡងសពវិញ្ញាណអ្នកស្លាប់នឹងមិនបានទៅចាប់ជាតិឡើយប៉ុន្តែនឹងនៅវិលវល់លងបន្លាចសាច់ញាតិវិធានការពារក្នុងពិធីបុណ្យសពដោយសារតែការភ័យខ្លាចនៅបញ្ហានេះទើបក្នុងពិធីបុណ្យសពខ្មែរតែងមានការប្រុងប្រយ័ត្នដូចជាត្រូវមានអ្នកយាមសពដាច់យប់ដើម្បីដេញសត្វឆ្មាឬសត្វធាតុផ្សេងមិនឲ្យមកជិតសពគេច្រើនដាក់កាំបិតកាក់ឬកន្ត្រៃនៅលើទ្រូងសពឬលើមឈូសជំនឿនេះយល់ថាដែកអាចបង្ក្រាបមន្តអាគមឬការពារមិនឲ្យសពក្រោកឡើងបានទោះបីមានឆ្មាលោតរំលងក៏ដោយគេតែងបិទបង្អួចឬចន្លោះប្រហោងដែលឆ្មាអាចលូនចូលមកជិតសពបានទោះបីជាបច្ចុប្បន្ននេះមានវិទ្យាសាស្ត្រមានការរីកចម្រើនក៏ដោយប៉ុន្តែជំនឿរឿងឆ្មាក្រឡងសពនៅតែមានឥទ្ធិពលក្នុងចិត្តគំនិតខ្មែរមួយចំនួនដើម្បីឲ្យកូនចៅយកចិត្តទុកដាក់យាមកម្មសពឲ្យបានដិតដល់កុំឲ្យសត្វធាតុមកខាំឬជញ្ជក់ឈាមសពដែលធ្វើឲ្យខូចរូបរាងសពនិងដើម្បីបង្ហាញពីសេចក្តីគោរពចុងក្រោយចំពោះអ្នកដែលចែកឋានទៅគឺជាជំនឿដែលបង្កប់នូវភាពភ័យខ្លាចផងនិងការរំលឹកស្មារតីឲ្យកូនចៅមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើបុណ្យសពរាត្រីយាមសពនិងស្រមោលឆ្មាខ្មៅនៅក្នុងភូមិដាច់ស្រយាលមួយនៃខេត្តសៀមរាបភាពស្ងប់ស្ងាត់នៃពេលរាត្រីត្រូវបានបំបែកដោយសំឡេងយំខ្សឹកខ្សួលនិងសូរជួងបុណ្យសពលោកតាស៊ុយដែលជាចាស់ទុំម្នាក់នៅក្នុងភូមិបានចែកឋានទៅទាំងវ័យចារាសពរបស់គាត់ត្រូវបានតម្កល់នៅក្នុងផ្ទះឈើខ្ពស់ស្រឡះមួយដើម្បីធ្វើបុណ្យតាមប្រពៃណីយប់នោះជាយប់ទី2នៃពិធីបុណ្យមេឃខ្មៅងឹតគ្មានសំបីពន្លឺផ្កាយលោកយាយម្នាក់ដែលជាអ្នកជិតខាងបានខ្សឹបប្រាប់ទៅកាន់សុកដែលត្រូវជាចៅប្រុសបង្កើតរបស់សពថាសុកអើយយប់នេះឯងត្រូវយាមសពតែឯងឲ្យប្រយ័ត្នណាកុំឲ្យសត្វធាតុជាពិសេសឆ្មាខ្មៅលោតរំលងសពឲ្យសោះចាស់បុរាណថាវាមិនល្អនោះទេសុកដែលជាមនុស្សសម័យថ្មីគ្រាន់តែញកក្បាលយល់ព្រមតាមការគួរសមប៉ុន្តែក្នុងចិត្តគេមិនសូវជាជឿប៉ុន្មានឡើយគេបានដាក់កន្ត្រៃមួយនៅលើគំរបំឈូសសពដារបស់គេតាមពាក្យចាស់ប្រដៅពាក់កណ្ដាលអាធ្រាត្រឈានចូលមកដល់ភ្ញៀវដែលមកបុណ្យបានត្រឡប់ទៅផ្ទះអស់ហើយនៅសល់តែសុកនិងមិត្តភក្តិ2នាក់ទៀតដែលអង្គុយនៅក្បែររំឈូសខ្យល់ត្រជាក់បក់មកប៉ះខ្លួនបង្កឲ្យព្រឺសម្បុរនិងគួរឲ្យខ្លាចរំពេចនោះសំឡេងឆ្មាបានស្រែកលេងយ៉ាងគ្រលួចបានបន្លឺឡើងពីលើដំបូលផ្ទះភ្នែកឆ្មាមួយគូពណ៌ខៀវងឹតបានជះពន្លឺចេញពីជ្រុងម្ខាងនៃផ្ទះវាគឺជាអាខ្វាក់ជាឆ្មាខ្មៅដែលគេបោះបង់ចោលក្នុងវត្តហើយវាតែងតែដើរមកជិតផ្ទះបុណ្យសពដោយសារតែភាពងុយដេកពេកសុកក៏រៀបនឹងទម្រេតខ្លួនមួយភាំងស្រាប់តែពេលនោះអាខ្វាក់បានលោតចុះពីលើធ្នឹមផ្ទះយ៉ាងលឿនសម្ដៅទៅរកគំឈូសដែលបើកចំហគំរបន្តិចសំឡេងឆ្មាលោតរំលងគំរបំឈូសយ៉ាងពេញទំហឹងសុកភ្ញាក់ព្រឺតស្ទុះទៅដេញឆ្មាប៉ុន្តែវាយឺតពេលទៅហើយអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺសំឡេងមួយបានឮចេញពីក្នុងឈូសមិត្តភក្តិរបស់សុកភ័យស្លន់ស្លោស្ទុះរត់ចុះពីផ្ទះបាត់អស់ក្នុងពន្លឺភ្លេងទៀនដ៏ស្រពេចស្រពើសុកបានឃើញដៃរបស់លោកតាស៊ុយយាចេញពីក្នុងឈូសយឺតភ្នែករបស់សពដែលធ្លាប់តែបិទជិតបែរជាបើកឡើងក្រឡែកប៉ុន្តែគ្មានប្រស្រីភ្នែកឡើយគឺមានតែពណ៌សពលោកតាស៊ុយបានក្រោកឈរត្រង់ខ្លួនឆ្កឹងហាក់បីដូចជាមានកម្លាំងម្យ៉ាងទាញបេះដូងគេឲ្យញ័ររន្ធត់សុកចង់រត់ដែរប៉ុន្តែជើងរបស់គេហាក់ដូចជាជាប់ចំណងសពលោកតាស៊ុយចាប់ផ្ដើមបោះជំហានដែលយឺតសម្ដៅមករកសុករួមជាមួយសំឡេងធ្ងន់តិចក្នុងបំពង់សំណាងល្អលោកអាចារ្យដែលសម្រាកនៅខាងក្រោយផ្ទះបានឮសំឡេងឆោឡោក៏ស្ទុះមកទាន់លោកអាចារ្យឲ្យបានសូត្រមន្តយ៉ាងខ្លាំងហើយយកខ្សែចំណងមន្តអាគមគឺជាខ្សែអំបោះសេមាមកព័ទ្ធជុំវិញឈូសនិងសូត្ររំដំវិញ្ញាណរំពេចនោះសពលោកស៊ុយតាក៏ដួលផ្ងាទៅក្រោយចូលក្នុងឈូសវិញយ៉ាងខ្លាំង
ព្រឹកឡើងគេបានឃើញអាឆ្មាខ្មៅនោះងាប់នៅក្រោមជណ្ដើរផ្ទះដោយគ្មានមូលហេតុចាប់តាំងពីថ្ងៃនោះមកសុកលែងហ៊ានប្រហែសនឹងពាក្យចាស់ប្រដៅទៀតហើយជំនឿខ្លះទោះបីមើលមិនឃើញឬគ្មានហេតុផលប៉ុន្តែវាតែងតែបង្កប់នៅអាថ៌កំបាំងដែលយើងមិនអាចមើលងាយបានឡើយបន្ទាប់ពីសពលោកតាស៊ុយដួលភ្ងាចូលក្នុងឈូវិញភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចបានគ្រប់ដណ្ដប់លើផ្ទះទាំងមូលខណៈដែលលោកអាចារ្យកំពុងរៀបចំសូត្រមន្តរងាប់វិញ្ញាណសុកបានសង្កេតឃើញរឿងចម្លែកមួយនៅលើកដៃរបស់សពលោកតាស៊ុយដែលធ្លាប់តែស្អាតបាតបែរជាមានស្នាមក្រចកឆ្មាឆូតយ៉ាងជ្រៅចំនួន3ខ្សែហើយឈាមដែលហូរចេញមកនោះមានពណ៌ខ្មៅខុសពីឈាមមនុស្សធម្មតាលោកតាអាចារ្យមើលចុះហេតុអីបានជាមានស្នាមនេះសុកសួរទាំងសំឡេងញ័រលោកអាចារ្យឲ្យសម្លឹងមើលស្នាមនោះរួចដកដង្ហើមធំនេះមិនមែនជាឆ្មាធម្មតាទេសុកវាគឺជាឆ្មាធ្មប់វាចាំជញ្ជក់យកវិញ្ញាណដែលទើបនឹងដាច់ខ្យល់ដើម្បីពង្រឹងបារមីខ្មៅរបស់វាពេលវាលោតរំលងមិញនេះវាមិនមែនគ្រាន់តែធ្វើឲ្យសពកម្រើកទេតែវាបានដោះដូរព្រលឹងវាជាមួយសពលោកស៊ុយរបស់តែងស្របពេលដែលគ្រប់គ្នាកំពុងភ័យខ្លាចស្រាប់តែមានសំឡេងញ៉ាវញ៉ាពន្លឺឡើងចេញពីក្រោមផ្ទះម្ដងទៀតប៉ុន្តែលើកនេះសំឡេងនោះវាមិនមែនជាសំឡេងឆ្មាទេវាដូចជាសំឡេងមនុស្សដែលព្យាយាមត្រាប់តាមសំឡេងឆ្មាទៅវិញសុកអើតមើលតាមចន្លោះក្តារកម្រាលផ្ទះស្រាប់តែឃើញភ្នែកពណ៌ខៀវងឹតមួយគូសម្លឹងមកគេពីខាងក្រោមនោះគឺជាអាឆ្មាខ្មៅដែលគេស្មានថាវាងាប់បាត់ទៅហើយនោះវាកំពុងអង្គុយលើពំនូកខ្សាច់ក្រោមផ្ទះសម្លឹងមកសុកទាំងបញ្ចេញធ្មេញជារៀងញឹមគួរឲ្យខ្លាចលោកអាចារ្យឲ្យដឹងថាបើមិនធ្វើអ្វីមួយទេវិញ្ញាណលោកតាស៊ុយនឹងត្រូវបាត់បង់ជារៀងរហូតលោកតាអាចារ្យបានបង្គាប់ឲ្យសុកយកអង្ករលីងនិងអំបិលមកសូត្រមន្តរួចបាចចុះទៅក្រោមផ្ទះរំពេចនោះពេលដែលគ្រាប់អង្ករលីងប៉ះចំខ្លួនឆ្មាខ្មៅវាក៏ស្រែកយំយ៉ាងខ្លាំងដូចមនុស្សស្រីត្រូវគេផ្សែងខ្មៅបានភីចេញពីខ្លួនវាហើយវាក៏រត់បាត់ចូលទៅក្នុងព្រៃបាត់ទៅភ្លាមនោះស្នាមក្រញាំលើដៃសពលោកតាស៊ុយក៏រលាយបាត់ទៅវិញជាសញ្ញាថាវិញ្ញាណរបស់គាត់ត្រូវបានដោះលែងព្រឹកឡើងក្នុងពិធីបូជាសពគ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូនប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកភូមិនៅតែព្រឺឆ្អឹងខ្នងរហូតមកដល់សប្តាហ៍ថ្ងៃគឺនៅថ្ងៃដែលគេបូជាសពលោកតាស៊ុយមានគេឃើញផ្សែងដែលហុយចេញពីបំពង់ផ្សែងសាលាបុណ្យមានរាងដូចជាក្បាលឆ្មាយក្សដែលកំពុងសម្លឹងមើលមកអ្នកភូមិពីលើមេឃចាប់ពីពេលនោះមកអ្នកភូមិលែងហ៊ានទុកឲ្យឆ្មាខ្មៅមកជិតផ្ទះដែលមានមនុស្សស្លាប់ទៀតហើយ3ថ្ងៃក្រោយមកខណៈដែលសុកកំពុងសម្រាកនៅក្នុងបន្ទប់ម្នាក់ឯងគេស្រាប់តែសំឡេងកោសក្តារចេញពីមាត់បង្អួចគ្រីតសំឡេងនោះដូចជាក្រញាំអ្វីម្យ៉ាងព្យាយាមខ្វាចឈើសុកកំពុងតែដេកលក់ប៉ុន្តែក្នុងយោស័ព្ទគេឃើញលោកតាស៊ុយអង្គុយនៅចុងជើងទឹកមុខគាត់ក្រៀមក្រំហើយគាត់និយាយខ្សឹបថាសុកអើយវានៅមិនទាន់ទៅណាទេវាចង់បានអ្នកបន្តវេនសុកភ្ញាក់ព្រឺទាំងញើសជោគខ្លួនពេលគេញាតទៅមើលមាត់បង្អួចគេឃើញស្នាមជើងឆ្មាតូចជាប់ជុកដីម្នាងសាលាដីដែលប្រើក្នុងភ្នោដើរនៅលើបង្អួចចូលមកដល់ក្បែរខ្នើយរបស់គេអ្វីដែលចម្លែកជាងនេះទៅទៀតនោះគឺមីងសុយដែលជាអ្នកជួយធ្វើម្ហូបក្នុងបុណ្យសពលោកតាស៊ុយចាប់ផ្ដើមមានអាការៈចម្លែកមីងសេលែងចូលចិត្តហូបបាយតែបែរជាលួចទៅអង្គុយនៅក្រោមជណ្ដើរផ្ទះក្នុងទីងឹតហើយភ្នែករបស់គាត់ចាប់ផ្ដើមប្រែពណ៌ទៅជាស្រអាប់ដូចភ្នែកឆ្មាល្ងាចមួយសុកបានឃើញមីងសុយកំពុងអង្គុយស៊ីត្រីឆៅទាំងឈាមស្រស់នៅក្រោយភូមិពេលគាត់ឃើញសុកគាត់មិនរត់ទេតែបែរជាសម្លឹងមកសុករួចបន្លឺសំឡេងថាវាចូលចិត្តក្លិនឯងណាស់សុកព្រោះឯងជាអ្នកដេញវានៅយប់នោះលោកអាចារ្យបានប្រាប់សុកថាឆ្មាខ្មៅនោះវាមិនមែនជាសត្វធាតុធម្មតាទេវាគឺជាអាបឆ្មាឬវិញ្ញាណដែលគេចិញ្ចឹមដើម្បីព្យាបាទដោយសារសុកបានបាច់អង្ករលីងធ្វើឲ្យវាខូចបារមីវាកំពុងតាមរកសងសឹកតាមរយៈរូបរាងអ្នកភូមិណាដែលមានរាសីទាបយប់នោះសុកសម្រេចចិត្តតាមដានមីងសុយគេឃើញមីងសុយដើរសម្ដៅទៅវាលភ្នោដែលទើបតែបូជាសពលោកតាស៊ុយរួចនៅទីនោះគេឃើញឆ្មាខ្មៅអាខ្វាក់អង្គុយនៅលើគំនរផេះអ្វីដែលរន្ធត់បំផុតនោះគឺមីងសេបានលុតជង្គង់ចុះរួចឲ្យឆ្មាខ្មៅនោះលោតរំលងស្មារបស់គាត់រំពេចនោះរូបរាងមីងសេចាប់ផ្ដើមប្រកាច់យ៉ាងខ្លាំងឆ្អឹងខ្នងរបស់គាត់ឡើងកោងរោមដុះពេញខ្លួនហើយមុខមាត់ចាប់ផ្ដើមប្រែជាវែងខុសពីធម្មតានេះគឺជាគ្រោះថ្នាក់បំផុតព្រោះកាលណាវាក្រឡងមនុស្សរស់បានសម្រេចវានឹងក្លាយជាបិសាចដែលមិនអាចបង្ក្រាបបានសុកដឹងថាគេមិនអាចនៅស្ងៀមបានទេគេយកខ្សែសីមាដែលលោកអាចារ្យឲ្យមករត់ទៅព័ទ្ធជុំវិញមីងសុយនិងអាឆ្មាខ្មៅនោះចេញទៅកុំមកបៀតបៀនអ្នកភូមិខ្ញុំទៀតសុកស្រែកទាំងភ័យខ្លាចផងក្លាហានផង
ឆ្មាខ្មៅនោះបានស្ទុះមកខំសុកប៉ុន្តែវាប៉ះចំខ្សែសីមាក៏បង្កជាភ្លើងឆេះររាពេញខ្លួនវាអាខ្វាក់ស្រែកយំជាសម្លេងមនុស្សប្រុសយ៉ាងគ្រលួចរួចក៏រលីคล้ายជាភេកខ្មៅនៅចំពោះមុខសុកមីងសើយដួលសន្លប់បាត់ស្មារតីហើយត្រឡប់មកជាមនុស្សធម្មតាវិញប៉ុន្តែគាត់លែងចាំរឿងរ៉ាវដែលបានកើតឡើងទាំងអស់តាំងពីថ្ងៃនោះមកនៅក្នុងភូមិលែងមានអ្នកណាឃើញអាឆ្មាខ្មៅភ្នែកខ្វាក់នោះទៀតហើយសុកបានយល់ដឹងថាពិភពលោកនេះមានរឿងជាច្រើនដែលវិទ្យាសាស្ត្រមិនទាន់បកស្រាយបានទោះបីជាគ្មានឆ្មាក្រឡងទៀតក៏អ្នកភូមិនៅតែមានទម្លាប់ដាក់កាំបិតឬកន្ត្រៃលើមឈូសជានិច្ចដើម្បីរំលឹកដល់វិញ្ញាណលោកតាស៊ុយដែលបានជួយការពារពួកគេ10 ឆ្នាំកន្លងផុតទៅសុកបានរៀបការនឹងមានកូនប្រុសម្នាក់ឈ្មោះតារាជាក្មេងប្រុសម្នាក់ដែលស្ងប់ស្ងាត់និងមានចំណុចចម្លែកម្យ៉ាងគឺគេមានភ្នែកពីរពណ៌ម្ខាងពណ៌ខ្មៅនិងម្ខាងទៀតពណ៌ខៀវងឹតដូចទៅនឹងភ្នែកអាឆ្មាខ្មៅកាលពី10 ឆ្នាំមុនបេះបិទយប់មួយសុកបានដើរកាត់បន្ទប់កូនប្រុសរួចក៏ឃើញតារាកំពុងអង្គុយជែកលេងម្នាក់ឯងក្នុងបន្ទប់តារាកូននិយាយជាមួយអ្នកណាសុកសួរទាំងព្រឺសម្បូរតារាងាកមកញឹមរួចចង្អុលទៅលើធ្នឹមផ្ទះលោកតាប្រាប់កូនថាកុំឲ្យខ្លាចឆ្មាពណ៌ស្អីព្រោះវាមកដើម្បីការពារយើងពីឆ្មាខ្មៅដែលនឹងត្រឡប់មកវិញរំពេចនោះសុកក្រឡេកទៅលើធ្នឹមផ្ទះគេឃើញកូនឆ្មាពណ៌សកាពី10 ឆ្នាំមុនឥឡូវវាបានធំពេញរូបរាងហើយវាកំពុងសម្លឹងមកសុកដោយកែវភ្នែកដែលពោពេញដោយវិញ្ញាណចង់គំនុំគេដឹងភ្លាមថានេះមិនមែនជាឆ្មាធម្មតាទេប៉ុន្តែវាគឺជាវិញ្ញាណរបស់លោកតាស៊ុយដែលបានសន្ធិដ្ឋក្នុងរូបឆ្មាដើម្បីចាំយាមការពារកូនចៅកុំឲ្យខ្មោចឆ្មាក្រឡងអាចមកបៀតបៀនបានទៀតអ្នកភូមិនៅតែបន្តនិយាយពីចំណងតាក់ទងរវាងមនុស្សនិងសត្វធាតុពួកគេជឿថាបើឆ្មាខ្មៅក្រឡងនាំមកនៅសីនឹងការរស់ឡើងវិញនៃសពនោះឆ្មាដែលលោតរំលងដោយក្តីស្រឡាញ់នឹងនាំមកនៅការការពាររៀងរាល់យប់បុណ្យសពនៅក្នុងភូមិនោះគេតែងតែឃើញឆ្មាពណ៌ស្មួយក្បាលអង្គុយយាមនៅលើដំបូលផ្ទះជានិច្ចគ្មានឆ្មាខ្មៅណាហ៊ានមកក្បែរនោះទេគ្មានសពណាដែលក្រោកមកលងបន្លាចទៀតឡើយរឿងរ៉ាវខ្មោចឆ្មាក្រឡងមិនមែនមានត្រឹមតែភាពរន្ធត់នោះទេវាក៏បានបន្សល់ទុកនៅពាក្យស្លោកមួយសម្រាប់អ្នកភូមិថាក្នុងងឹតមានពន្លឺក្នុងភ័យខ្លាចមានសេចក្តីក្លាហានហើយក្នុងសេចក្តីស្លាប់ក៏នៅមានក្តីស្រឡាញ់ដែលចាំការពារកូនចៅជានិច្ច